ព្រឹត្តិការណ៍សមារាត្រីអង្គរបានខិតជិតចូលមកដល់ទៀតហើយគឺបាតុភូតព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាព្រឹត្តិការណ៍នេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំហើយក្នុងមួយឆ្នាំគឺមានចំនួន2លើកដោយលើកទី1គឺសមារាត្រីរដូវប្រាំងដែលអាចកើតមានឡើងនៅចន្លោះថ្ងៃទី21ដល់ថ្ងៃទី23ខែមីនាពីម៉ោង5ព្រឹករហូតដល់ម៉ោង6កន្លះព្រឹកនិងលើកទី2គឺសមារាត្រីរដូវវស្សាដែលអាចនឹងកើតមានឡើងនៅចន្លោះថ្ងៃទី21ដល់ថ្ងៃទី23ខែកញ្ញាពីម៉ោង5ព្រឹកដល់ម៉ោង6កន្លះព្រឹកដូចគ្នាព្រឹត្តិការណ៍សមារាត្រីនេះបានស្ដែងឲ្យឃើញពីការគិតគូររបស់បុព្វបុរសខ្មែរក្នុងការគិតគូរពីប្លង់ស្ថាបត្យកម្មការសាងសង់ប្រាសាទការគិតគូរពីតារាសាស្ត្ររួមផ្សំជាមួយនឹងជំនឿដែលបង្កើតបានទៅជាបាតុភូតព្រះអាទិត្យរះចំកណ្ដាលនៃប្រាសាទអង្គរវត្តអញ្ចឹងទាំងអស់គ្នាបានត្រៀមខ្លួនហើយនៅក្នុងព្រឹត្តិការណ៍សមារាត្រីខាងមុខនេះ